ចង់ប្រាប់ចៅពីរឿងប្រឡងបាក់ឌុបណាបារមីព្រះសម្មាសម្ពុទ្ធទេវតាអរុកអរិយអ្នកតាលោកមិនស៊ីសំណោកពុកអលួយដោយយកផ្កាយកសំណែនទៅសែនយកទៅវាយទៅសែនលោកឲ្យចៅប្រឡងជាប់បាក់ឌុបទេណាបារមីអរុកអរិយអ្នកតាទេវតាព្រះសម្មាសម្ពុទ្ធលោកប្រាប់ថាណាដែលទៅបន់ស្រន់ឲ្យបានជាប់បាក់ឌុបហ្នឹងគឺ 99.9% គឺប្រឡងធ្លាក់ពីព្រោះចៅអត់មានគិតខំរៀនដូច្នេះហើយសាររបស់បុណ្យបារមីប្រាប់យ៉ាងច្បាស់ថាអាណាចូលចិត្តសែនអានឹងចូលចិត្តធ្លាក់អាណាចូលចិត្តខំរៀនអានឹងចូលចិត្តជាប់សញ្ញាបត្រកាលណាទៅជាกระดาษកាត់អាចណាហើយបន្ទោសរដ្ឋាភិបាលថាណាធ្វើឲ្យជីវិតវេទនាណាចៅបន្ទោសបានតែអត់ធ្វើឲ្យចៅខ្លាយទៅជាមនុស្សប្រកបទៅដោយជោគជ័យក្នុងជីវិតទេចៅត្អូញត្អែថាស្រុកទេសពុកអលួយតែចៅចូលចិត្តយកអីទៅសោកទេវតាអរុក្ខរអ្នកតាបារមីរហូតដល់ព្រះសម្មាសម្ពុទ្ធអំពើពុកអលួយអស់នេះហើយដែលជាអំពើបាបដែលធ្វើឲ្យចៅរស់នៅក្នុងជីវិតប្រកបទៅដោយទុក្ខវេទនាប្រឡងបាក់ឌុបគឺជាការប្រឡងរបស់ព្រះជាការប្រឡងរបស់អរុក្ខរទេវតាជាការប្រឡងរបស់ទេវតារបស់ព្រះធម៌មនុស្សកាលណាអត់មានសេរីសុខស្ដីក្នុងការប្រឹងប្រែងរៀនសូត្រត្រៀមប្រឡងគឺអាលាយនឹងធ្លាក់500ជាតិក៏នៅតែប្រឡងធ្លាក់ដែរកាលណាអត់រៀនអញ្ចឹងកុំឲ្យទៅសោកទេវតាអរុក្ខរអ្នកតាហើយបន្ទោសរដ្ឋាភិបាលថាមកពីអំពើពុកអលួយបានខ្លួនប្រឡងធ្លាក់ឬក៏អំពើអយុត្តិធម៌ទៅខ្លួនប្រឡងធ្លាក់ឈប់ទៅណាកូនឈប់ទៅណាចៅ